ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបានហូបអីពិសាបាយដែរបាទនឹងធ្វើអីទេអាចមកស្លម្ជូរគ្រឿងសាច់គោជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាចំណែកឯគ្រឿងផ្សំនិងរបៀបធ្វើក៏ងាយដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅមើលគ្រឿងផ្សំក៏ដូចជារបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយនេះគឺជាគ្រឿងផ្សំសម្រាប់ខ្ញុំយកទៅបុកគ្រឿងអញ្ចឹងណាបងប្អូនចាសម្រាប់គ្រឿងនឹងដែរបងប្អូនចង់ទិញគេស្រាប់ក៏បានបុកខ្លួនឯងក៏បានអញ្ចឹងណាបងប្អូនតែសម្រាប់ខ្ញុំគឺភាគច្រើនគឺខ្ញុំចូលចិត្តបុកខ្លួនឯងអញ្ចឹងណាបងប្អូនចាព្រោះខ្ញុំយល់ថាការបុកខ្លួនឯងហើយនឹងទិញគេគឺពេលយើងស្លទៅរសជាតិសម្លខុសគ្នាអញ្ចឹងណាបងប្អូនចាពេលយើងបុកគ្រឿងខ្លួនឯងទៅរសជាតិសម្លគឺឆ្ងាញ់ជាងអញ្ចឹងមុនដំបូងគឺខ្ញុំបានយកគ្រឿងផ្សំទាំងអស់ហ្នឹងដែលបានហាន់រួចហ្នឹងយកមកដាក់បុកអញ្ចឹងណាបងប្អូនចាដូចនៅក្នុងវីដេអូនេះអញ្ចឹងអញ្ចឹងបន្ទាប់ពីបុកគ្រឿងរាងល្អិតបន្តិចហើយខ្ញុំក៏ចាប់ផ្ដើមយកម្ទេសក្រហមហើយនឹងប្រហុកម្ជូរខ្សាំងអញ្ចឹងណាបងប្អូនចាយកមកបុកលាយគ្នាតែម្ដងទៅបងប្អូនចាបន្ទាប់ពីបុកគ្រឿងរួចគឺខ្ញុំបានដុសគ្រឿងទុកម្ល៉េះសិនបងប្អូនចាហើយសម្រាប់សាច់គោខ្ញុំយកមកស្លម្ជូរគ្រឿងថ្ងៃនេះគឺខ្ញុំយកសាច់រាងយាវៗអញ្ចឹងណាបងប្អូនចាស្លម្ជូរគ្រឿងទៅឆ្ងាញ់ឬក៏សាច់ឆ្អឹងជំនីក៏បានដែរបងប្អូនចារីឯចំណែកឯបន្លែវិញក៏លាងសម្អាតរួចរាល់ហើយបងប្អូនអញ្ចឹងតោះទៅមើលពីរបៀបស្លជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងគឺខ្ញុំបានដាក់ឆ្នាំងឲ្យក្តៅអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺខ្ញុំបានចាក់ប្រេងឆាចូលហើយយកខ្ទឹមក្រហមដែលបានស្រាំរួចហ្នឹងចូលមកកូររៀងឡើងឈ្ងុយបន្តិចអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺដាក់គ្រឿងដែលបានបុករួចហ្នឹងចូលតែម្ដងទៅបងប្អូនចាតើកូរត្រឡប់មកបានបន្តិចហើយក៏បន្ថែមដូចជាស្ករប៊ីចេងដុំស៊ុបខ្នុរហើយនឹងទឹកត្រីអញ្ចឹងណាបងប្អូនចាដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនចាបន្ទាប់មកគឺកូរគ្រឿងផ្សំទាំងប៉ុន្មាននេះរៀងឈ្ងុយបន្តិចហើយទើបខ្ញុំចាប់ផ្ដើមយកសាច់គោហ្នឹងមកដាក់ចូលតែម្ដងទៅបងប្អូនចាហើយទៅយើងចាប់ផ្ដើមកូរត្រឡប់មកឲ្យសាច់គោនិងគ្រឿងហ្នឹងចូលជាតិគ្នាល្អអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺគ្របទុកសិនទៅបងប្អូនចាទុករហូតដល់តែទឹកពុះដែលជាទឹកចាញ់ពីសាច់គោហ្នឹងខាស់ល្អអញ្ចឹងណាបងប្អូនចាទើបយើងចាប់ផ្ដើមយកទឹកហ្នឹងមកដាក់ចូលសម្រាប់ស្លតែម្ដងទៅបងប្អូនចាធ្វើរបៀបនេះគឺសម្លយើងកាន់តែមានរសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីដាក់ទឹកសម្រាប់ស្លរួចរាល់ហើយគឺខ្ញុំគ្របទុកអញ្ចឹងណាបងប្អូនចាល្ងឹសរហូតដល់តែសាច់គោរបស់យើងហ្នឹងផុយល្អហើយយើងភ្លក់មើលថារសជាតិហ្នឹងរៀងសមល្មមដែលយើងត្រូវការឲ្យនៅអញ្ចឹងណាបងប្អូនចាបន្ទាប់មកទើបខ្ញុំចាប់ផ្ដើមយកបន្លែតកួនហ្នឹងគឺដាក់ចូលតែម្ដងទៅបងប្អូនចាឲ្យទៅយើងកូរមកត្រឡប់អញ្ចឹងទៅឬក៏យើងគ្របមកសន្ទុះក៏បានដែរបងប្អូនហ្នឹងតាមចំណង់ចំណូលចិត្តយើងអញ្ចឹងណាតបមកចុងក្រោយគេគឺដាក់ម្រះប្រូវចូលជាការស្រេចហើយបងប្អូនចាអញ្ចឹងរបៀបស្លម្ជូរគ្រឿងសាច់គោរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តវីដេអូខ្ញុំសូមជួយចុច like follow ឬ share ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីក្រោយៗទៀតអរគុណច្រើនបាយបាយ